นการมีอภิวัตតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាឆ្នេរសមុទ្រនៃកាលានុវត្តភាពដឹកមុខការអភិវឌ្ឍប្រកបដោយគុណភាពនៅកម្ពុជាខេត្តព្រះសីហនុកោះកុងកំពតកែបគឺមិនមែនត្រឹមតែជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែខេត្តទាំង4នេះគឺជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡាដែលស្ថិតនៅចំផ្លូវប្រសព្វនៃពាណិជ្ជកម្មនិងទេសចរពិភពលោកពលគឺជាពលអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជាខេត្តជាប់ឆ្នេរសមុទ្រនីមួយៗមានសក្តានុពលយ៉ាងធំធេងខេត្តព្រះសីហនុដែលមានកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាមានសក្តានុពលខ្លាំងជាមជ្ឈមណ្ឌលឡូជីស្ទិករបស់អាស៊ានខេត្តកោះកុងដែលមានព្រៃកោងកាងនិងព្រៃភ្នំខៀវស្រងាត់គឺពោពេញដោយកាលានុវត្តភាពទេសចរធម្មជាតិនិងធម្មពលបៃតងខេត្តកំពតទាក់ទាញភ្ញៀវទេសចរវប្បធម៌ធម្មជាតិនិងការវិនិយោគវិស័យកសិកម្មគុណភាពលំដាប់ពិភពលោកខេត្តកែបមានសក្តានុពលខ្លាំងជាគោលដៅទេសចរលំដាប់ខ្ពស់ជាមួយទេសភាពធម្មជាតិដ៏ល្អឯកដោយមើលឃើញធនធាននិងសក្តានុពលដ៏សន្ធឹកសន្ធាប់ទាំងនេះនិងដើម្បីទាក់ទាញការវិនិយោគមហាសាលបង្កើតការងាររាប់រយម៉ឺនកន្លែងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនិងដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាឡើងមកផែនការដើម្បីអភិវឌ្ឍខេត្តជាប់សមុទ្ររបស់យើងទាំង4ដើម្បីឲ្យមានផែនការប្រតិកលាគ្នាផែនការមេនេះត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រអភិវឌ្ឍដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយដែលតបជាប់ឆ្នេរសមុទ្រកម្ពុជាតាមរយៈហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធឡូជីស្ទិកទំនើបនិងការកំណត់តំបន់យុទ្ធសាស្ត្រសម្រាប់ទេសចរពាណិជ្ជកម្មនិងឧស្សាហកម្មផែនការមេនេះមានចក្ខុវិស័យប្រែក្លាយបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជាទី1គោលដៅទេសចរឆ្នេរសមុទ្រលំដាប់សកលលោកដែលជាដៃគូប្រកួតប្រជែងជាមួយនឹងគោលដៅទេសចរឆ្នេរសមុទ្រកំពូលនៅក្នុងតំបន់និងទូទាំងពិភពលោកជាកន្លែងផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈសម្រាប់លើកកម្ពស់សុខុមាលភាពទេសចរនិងជាប្រភពកម្មវិធីដ៏សម្បូរបែបសម្រាប់ទេសចរលំហែកម្សាន្តនិងទី2វេទិកាថ្មីសម្រាប់លើកកម្ពស់សេដ្ឋកិច្ចបៃតងដែលជាប្រភពនៃធម្មពលបៃតងជាកន្លែងបង្ហាញពីភាពជឿនលឿននៃការអភិវឌ្ឍវិស័យកសិកម្មឧស្សាហកម្មបៃតងព្រមទាំងជាកន្លែងបរិវត្តបៃតងនៃវិស័យហិរញ្ញវត្ថុនិងវិស័យសេវាកម្មផ្សេងទៀតប្រជាជនប្រមាណជា2លាននាក់ដែលរស់នៅក្នុងខេត្តទាំង4នឹងទទួលអត្ថប្រយោជន៍ដល់ផ្ទាល់ពីការអភិវឌ្ឍរយៈពេល15ឆ្នាំលើគម្រោងវិនិយោគអតិភិបរហូតដល់141គម្រោងដែលនឹងគៀកទុនវិនិយោគប្រមាណជា $20,000 លានលើសពីនេះផែនការមេនេះនឹងផ្ដល់ប្រយោជន៍ដោយប្រយោលដល់ប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀតតាមរយៈការទាញយកវត្ថុធាតុដើមសម្រាប់កសិឧស្សាហកម្មការបង្កើតការងារក្នុងវិស័យទេសចរពាណិជ្ជកម្មឧស្សាហកម្មឡូជីស្ទិកនិងវិស័យអត្ថិភាពជាច្រើនផ្សេងទៀតជាមួយនឹងផែនការមេនេះកម្ពុជានឹងបង្ហាញសក្តានុពលពិតនៃខេត្តជាប់ឆ្នេរសមុទ្ររបស់ខ្លួនខេត្តព្រះសីហនុនឹងក្លាយជាច្រកទ្វាររបស់កម្ពុជាសម្រាប់ពាណិជ្ជកម្មឧស្សាហកម្មនិងឡូជីស្ទិកនៃតំបន់អាស៊ានខេត្តកោះកុងនឹងនាំមុខលើវិស័យទេសចរជីវៈចម្រុះអេកូទេសចរនិងធម្មពលបៃតងខេត្តកំពតលូតលាស់ជាមជ្ឈមណ្ឌលទេសចរវប្បធម៌និងកសិឧស្សាហកម្មនិងឧស្សាហកម្មឥន្ធនៈខណៈខេត្តកែបវិវត្តទៅជាគោលដៅទេសចរធម្មជាតិទេសចរលំហែលំដាប់ពិភពលោកដ៏ល្បីល្បាញរួមគ្នាផែនការមេនេះនិងជំរុញកំណើនផលិតផលក្នុងស្រុកសរុបរបស់ខេត្តទាំង4ឲ្យកើនឡើងទ្វេដងធៀបនឹងផលិតផលក្នុងស្រុកសរុបជាមធ្យមថ្នាក់ជាតិនិងជួយឲ្យកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ2050ព្រមទាំងក្លាយជាតួអង្គសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចពាណិជ្ជកម្ម
ឧស្សាហកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ាននិងពិភពលោកផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាគឺមិនមែនគ្រាន់តែជាប្លង់មេនៃការអភិវឌ្ឍកម្ពុជាប្រកបដោយវិបុលភាពបរិយាបន្ននិងចីរភាពប៉ុណ្ណោះទេប៉ុន្តែផែនការមេនេះមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទាំង4ឲ្យក្លាយជាឆ្នេរសមុទ្រនៃកាលានុវត្តភាពដឹកមុខការអភិវឌ្ឍប្រកបដោយគុណភាពនៅកម្ពុជានិងធានាថាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនឹងទទួលបានអត្ថប្រយោជន៍ពីសក្តានុពលនៃឆ្នេរសមុទ្ររបស់កម្ពុជាយើងផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាឆ្នេរសមុទ្រនៃកាលានុវត្តភាពដឹកមុខការអភិវឌ្ឍប្រកបដោយគុណភាពនៅកម្ពុជា